준비하고 나 맡은 일 충성 Your kingdom come ស្រុកអារ៉ាមគឺជាស្រុកមួយដែលនៅជាប់នឹងអ៊ីស្រាអែលហើយលោកណាម៉ាន់គឺជាមេទ័ពម្នាក់ដែលមានគេគោរពស្រឡាញ់រស់នៅក្នុងស្រុកនោះស្ដេចនៃស្រុកអារ៉ាមសពព្រះハរតីនឹងលោកណាម៉ាន់ណាស់ប៉ុន្តែមេទ័ពដ៏ខ្លាំងពូកែនេះកើតរោគខ្លងគឺជាជំងឺមួយដែលគួរឲ្យខ្លាចដែលធ្វើឲ្យយើងមិនអាចទទួលអារម្មណ៍នៃការប៉ះពាល់នោះទេហើយទោះបីម្រាមដៃម្រាមជើងឬចិញ្ចើមរបស់យើងដាច់ក៏ដោយក៏យើងមិនមានអារម្មណ៍អ្វីទាំងអស់នៅក្នុងផ្ទះរបស់លោកណាម៉ាន់មានក្មេងស្រីម្នាក់ជាអ្នកបម្រើដែលជាប់ជាឆ្លើយមកពីអ៊ីស្រាអែលប្រសិនបើលោកម្ចាស់អាចទៅជួបជាការីអេលីសេនៅក្រុងសាម៉ារីលោកមកជាជួយលោកម្ចាស់ឲ្យជាសះស្បើយពីរោគឃ្លុងពុំខានគឺព្យាការីអេលីសេនឹងទូលអង្វរទៅកាន់ព្រះជាម្ចាស់ឲ្យព្យាបាលលោកម្ចាស់ក្មេងស្រីនោះគឺជាអ្នកទុកចិត្តដល់ព្រះជាម្ចាស់ជាការពិតទេដែលប្តីរបស់យើងអាចជាពីជំងឺខ្លុងនេះបានចាស់ពិតប្រាកដណាស់វាជាការពិតភរិយារបស់លោកណាម៉ាន់បានជម្រាបលោកនៅអ្វីដែលក្មេងស្រីនោះបានប្រាប់មេទ័ពណាម៉ាន់ក៏បានងក់ក្បាលហើយនិយាយថាប្រសិនបើជំងឺរបស់យើងអាចជាបាននោះដូច្នេះយើងនឹងប្រញាប់ទៅលោកមេទ័ពណាម៉ាន់ក៏បានធ្វើដំណើរទៅកាន់អ៊ីស្រាអែលគាត់បាននាំយកអំណោយជាច្រើនទៅជូនព្យាការីអេលីសេនៅទីបំផុតលោកមេទ័ពណាម៉ាន់និងពួកអ្នកបម្រើរបស់គាត់ក៏បានមកដល់ផ្ទះរបស់លោកអេលីសេប៉ុន្តែពួកគេរកគាត់ពុំឃើញនោះឡើយអ្នកបម្រើរបស់លោកអេលីសេចេញមកខាងក្រៅនិងនិយាយទៅកាន់មេទ័ពណាម៉ាន់នៅអ្វីដែលគាត់បានផ្ដាំសូមអញ្ជើញទៅមុជទឹកនៅទន្លេយ៉ូដានឲ្យបានចំនួន7ដងចុះនោះស្បែករបស់លោកនឹងបានជាសះស្បើយហើយលោកនឹងបានបរិសុទ្ធជាមិនខានតើលោកម្ចាស់របស់ឯងនៅឯណាមិនដេចក៏ក្រអឺតក្រទ្រមយ៉ាងនេះមិនដេចក៏ចាត់អ្នកបម្រើមកជួបយើងដែលជាមេទ័ពស្រុកអារ៉ាមដូចនេះនៅស្រុករបស់យើងក៏មានទន្លេដែលប្រសើរជាងទន្លេយ៉ូដាននេះទៅទៀតតើលោកម្ចាស់របស់ឯងចង់ឲ្យយើងមុជទឹកក្នុងទន្លេដែលកខ្វក់នេះមែនទេយើងនឹងទៅស្រុករបស់យើងវិញនោះប្រសើរជាងលោកមេទ័ពណាម៉ាន់បានចាក់ចេញទៅទាំងក្រេវក្រោធប៉ុន្តែអ្នកបម្រើរបស់លោកចូលទៅចិត្តជម្រាបលោកថាលោកម្ចាស់គ្រាន់តែមុជទឹកចំនួន7ដងក្នុងទន្លេយ៉ូដានវាមិនពិបាកនោះទេលោកម្ចាស់បានធ្វើដំណើរពីឆ្ងាយដើម្បីមកទីនេះដូច្នេះសូមលោកម្ចាស់សាកល្បងសិនទៅលើអ្នកបម្រើនិយាយដូច្នេះលោកមេទ័ពណាម៉ាន់ក៏បានចុះទៅក្នុងទន្លេយ៉ូដាន1ដង2ដង3ដងរហូតដល់6ដងប៉ុន្តែមិនមានអ្វីប្រែប្រួលនោះឡើយប៉ុន្តែពេលលោកជ្រមុជលើកទី7ការអស្ចារ្យក៏បានកើតឡើងលោកមេទ័ពណាម៉ាន់ស្រាប់តែជាស្អាតទាំងស្រុងពីរោគឃ្លុងសាច់របស់លោកឡើងស្អាតដូចសាច់កូនក្មេងអូព្រះអើយតើវាអាចកើតឡើងបានយ៉ាងម៉េចទៅចាប់ពីថ្ងៃនោះមកលោកមេទ័ពណាម៉ាន់បានបែរត្រឡប់មកជឿទុកចិត្តដល់ព្រះជាម្ចាស់វិញហើយលោកបានដឹងគុណជាខ្លាំងចំពោះលោកអេលីសេព្យាការីអេលីសេខ្ញុំអរគុណលោកខ្លាំងណាស់ពីពេលនេះតទៅខ្ញុំនឹងបម្រើតែព្រះជាម្ចាស់ដែលបានប្រោសឲ្យខ្ញុំបានជាតែមួយប៉ុណ្ណោះខ្ញុំសូមសន្យាពេលនោះលោកមេទ័ពណាម៉ាន់ធ្វើដំណើរត្រឡប់ទៅប្រទេសរបស់លោកវិញយ៉ាងមានអំណរ